តាំងពីប៉ាក្មេកខ្ញុំមកឈប់ចូលឆ្នាំចិនចិត្តមួយខែនេះបងប្អូនគឺខ្ញុំមិនដែរចូលចង្ក្រានធ្វើម្ហូបទេតែគាត់ទេធ្វើម្ហូបដល់ពេលថ្ងៃហ្នឹងម៉ាក់ក្មេកខ្ញុំប្រាប់ថាគាត់ចង់ហូបត្រីដុតជ្រក់ស្វាយនោះគាត់ថាបាយឲ្យក្មេកខ្ញុំចូលធ្វើម្ហូបទេអត់ចេះធ្វើទេឲ្យកូនភាសាចូលធ្វើទៅព្រោះអីគាត់ចង់ហូបត្រីកំពងជ្រក់ស្វាយនោះគាត់ហូបម្ហូបចិនរៀងតលន់ដែរមួយថ្ងៃហ្នឹងគឺថាចូលហាងរហូតទៅហូបបាយផ្ទះបងប្អូនរហូតចឹងណាដល់គាត់ចង់រៀងអីផ្លាច់មាត់ចឹងណាដល់ថាតែម៉ែក្មេកខ្ញុំអីតលន់ម្ហូបតែខ្ញុំហ្នឹងក៏តលន់ជាមួយសាច់មួយអីដែរហូបអីផ្លាច់មាត់របៀបម្ហូបខ្មែរចឹងណាខ្ញុំទៅផ្សារបន្លែនោះគឺអត់មានត្រីខ្មៅនឹងទេអត់មានត្រីរស់ត្រីអីទេដល់ពេលមកផ្សារនេះមិនមានផ្សារត្រីមួយទៀតចឹងកន្លែងម៉ូខ្ញុំទិញនេះហើយត្រីរស់ល្អហ្មងគេចាប់ធ្វើថ្មីអីយើងហ្មងនៅចិនភាគច្រើនគេហូបរបស់របៀបរស់គេប្រុសអីចឹងអត់គេអត់ហូបរបស់ងាប់ទេបងប្អូនអត់សូវមានរបស់ងាប់លក់ទេហើយខ្ញុំនេះចាំស្វាយបងប្អូនចាំឡើង3-4ថ្ងៃអត់ទាន់មកដល់ទេដល់ពេលនេះគឺស្វាយទៅបងស្រីនៅទល់មុខផ្ទះហ្នឹងគាត់ថាស្វាយគាត់មកដល់មុនចឹងទៅក៏គាត់ឲ្យ2ក៏ចែកឲ្យ2 3ចឹងណាខ្ញុំយកមកធ្វើជ្រក់ស្វាយហ្មងទៅព្រោះអីបានជ្រក់ស្វាយជ្រក់អំពិលទុំនឹងឆ្ងាញ់ព្រោះគ្រួសារខ្ញុំចូលចិត្តមែនតែនត្រីអំពងនឹងមានជ្រក់ស្វាយមានទឹកជ្រក់អំពិលទុំនឹងអូយចូលចិត្តណាស់បានប្លែកមកនោះត្រូវការពីមុនឲ្យក្មេកខ្ញុំអត់ដែរហូបទេរិសាគាត់ដែរនៅផ្ទះដល់ពេលថ្ងៃហ្នឹងនឹកឃើញថាគាត់នៅចិត្តតន់ទៅវិញអញ្ចឹងដែរគាត់ធ្វើហូបហ្មងទៅហើយខ្ញុំទិញត្រីមក2តែគាត់ថាឲ្យធ្វើតែមួយសិនបានហើយដូចថាគ្នាតែ2-3នាក់ដែរហើយណាមួយបន្លែមាន2-3មុខនោះយើងត្រូវឆាប្រហើយទុកយូរនឹងខ្លាចខូចអស់អញ្ចឹងណាបន្លែតាំងចូលឆ្នាំចិនមែនបងប្អូនពេលអញ្ចឹងគាត់ឲ្យធ្វើប៉ុណ្ណឹងទៅគាត់ខ្លាចពេកធ្វើត្រីនឹងរៀងច្រើនទៅសល់ទៅស្ដាយព្រោះអីដល់យើងសល់ហូបម្ដងទៀតអត់ឆ្ងាញ់ដូចយើងធ្វើថ្មីទេបងអូនអ៊ីវិញឲ្យថាម៉ាក់ចូលចង្ក្រានដឹងតែដើរមកក្បែរទៅរកចង្ក្រានហ្នឹងតែឃើញម៉ាក់ធ្វើអីខ្លាំងអាំងមើលទៅតែម៉ាក់មានអីគេខ្លាំងអញ្ចឹងគឺទាញ៉ាំតែសក់ដល់ពេលអញ្ចឹងទៅក៏ហត់តែសក់ឲ្យម្ដុំទៅមកតែនឹងជើងម៉ាក់នឹងកំពុងធ្វើម្ហូបនឹងឯងហើយខ្ញុំកំពុងថៃកំពុងអីឡើងឆ្អិនអស់ហើយឡើងក្រៀមហ្មងខ្ញុំកំពុងដាក់ភ្លើងតិចទេដើម្បីក្រៀមខាងក្រៅទាំងខាងក្នុងឲ្យវាឆ្អិនអញ្ចឹងណាហើយខ្ញុំឆាបន្លែពីរមុខទៀតដោយសារបន្លែហ្នឹងតអត់ឆាហ្នឹងខូចអស់ហើយបន្លែគាត់ទិញការចូលឆ្នាំចិនហ្នឹងវាច្រើនដែរហ្នឹងដូចសងទូទឹកកកឡើងមកកណូទៀតហើយយើងឆាបន្លែប្រហែលមុខហ្នឹងទៅព្រោះគ្នាតែ3-4នាក់ដែរអញ្ចឹងប៉ាក្មេកខ្ញុំវិញទៅមកឲ្យតែចក្រានតែឃើញកូនភាសាធ្វើអីតាមពិតថាគាត់ចង់រៀនចេះធ្វើបើថាថ្ងៃក្រោយគាត់ចេះធ្វើអត្រីហ្នឹងមិនឲ្យខ្ញុំចូលចក្រានធ្វើទេគាត់ចេះតែចង់ជួយយើងខ្ញុំថាតាំងពីគាត់មកពីធ្វើកន្លែងធ្វើការវិញអត់មានបានសម្រាប់ទេចូលធ្វើបាយធ្វើម្ហូបរហូតអត់ឲ្យខ្ញុំចូលចក្រានប៉ះចានឆ្នាំងសោះដល់ពេលថ្ងៃហ្នឹងសុំគាត់ចូលធ្វើឆ្មេចុងភៅម្ដងឲ្យគាត់នៅស្រួលម្ដងអញ្ចឹងណានៅមួយគាត់ខានមកផ្ទះយូរហើយគាត់ក៏ដែរហូបម្ហូបខ្មែរដែលខ្ញុំធ្វើនឹងដែរដល់ពេលខ្ញុំធ្វើសោះនេះគាត់ថាតំណងមែនតើនៅពេលប្តីខ្ញុំវិញគាត់មកឃើញម្ហូបឆ្អិនអស់ហ្នឹងគឺថាត្រៀមចានត្រៀមឆ្នាំងហើយគឺដោយសារឃើញម្ហូបរបស់ខ្លួនចូលចិត្តដល់បងប្អូនហើយឲ្យក្មេកខ្ញុំវិញគឺបានហូបលើកទី1ដែរដោយសារគាត់សាកដែរចាគាត់នឹកឃើញថាគាត់អត់ដែរហូបម្ហូបនឹងតែពេលគាត់ហូបទៅគាត់ថាតំណងឆ្ងាញ់គាត់ថាអាចហូបបានរសជាតិអាចទទួលយកបានអញ្ចឹងណានិយាយទៅគ្រួសារខ្ញុំឲ្យតែថាធ្វើម្ហូបអត់ចេះរើអើមេទេមកផ្ទះហូបទាំងអស់បើសិនជាបងថ្លៃហើយនឹងក្មួយមកលេងទៀតគាត់ថាហូបទាំងអស់គ្នាហ្មងតែដោយសារគ្រួសារខាងបងថ្លៃខ្ញុំគាត់នៅផ្ទះរៀងឆ្ងាយដល់ពេលថ្ងៃហ្នឹងគាត់មកពីហូបបាយខាងក្រៅហើយចូលលេងមួយផ្លែតអញ្ចឹងហើយខ្ញុំឃើញគាត់មកដល់គាត់ឆ្លៀតបំពងនំ Snow ត្រាវនេះបងប្អូនឆ្ងាញ់មែនតើបែបចិនណាយើងបំពងវាទៅវា Snow ត្រាវហ្នឹងឆ្ងាញ់មែនតើវាស្រួយផ្អែមខាងក្នុងអញ្ចឹងនៅក្នុងទូទឹកកកខ្ញុំនៅតែនំនឹងតែនឹងរៀងយប់ហើយបានចេញទៅក្រៅគាត់មកលេងអញ្ចឹងទៅក៏កំពុងនឹងនំនឹងឲ្យគាត់ហូបហ្មងទៅខ្ញុំចូលចិត្តមែនតើវារៀងផ្អែមលំវាអត់សូវផ្អែមខ្លាំងទេវាយើងកំពុងឆ្អិនទៅស្រួយខាងក្រៅហើយខាងក្នុងរៀងទន់ហើយមាន Snow ត្រាវនៅខាងក្នុងទៀត